វាគឺជាសកម្មភាពដែលលោកគ្រូព្យាបាលណានឹងជួយ share ទៅបងប្អូនជួយ share ទៅឲ្យបានឃើញអ្នកជំងឺដឹងកុំឲ្យធ្វើការព្យាបាលខុសទីតាំងណាបងប្អូនយើងមកពីមុនខ្ញុំធ្លាប់ជួយចកេះហើយចុកខួរមកជើងស្បាទស្ពឹកជើងបាទចូលយូរស្ពឹកគួយក៏ស្ពឹកហើយដើរច្រើនក៏ស្ពឹកបាទហើយដៃវាឈឺមិនដៃពិបាកអេសមិនលើកមិនជាប់ខ្សែស្មាខាងវែងហើយពិបាកលើកដៃបាទចូលបន្តពីព្យាបាលមិនដែរបងទៅព្យាបាលយើងបានធូរស្រាលច្រើនមកពួកឯងធ្វើកាយការមុនពិបាកមិនលើកមកលើកដៃតែពួកឯងបាក់មកអស់ពីមុនអេសចេះមិនដែរលើកចាក់បានអេសចេះអត់លើកចាក់កើតឥឡូវលើកបានហើយអេសខ្នងបាទខ្នងយើងតកាលមុនអេសចឹងបានអត់ដល់ត្រឹមនេះឈឺអត់ធ្វើចង្កេះខោមែនឥឡូវអាចលូកមេដៃទៅខោបានហើយចឹងនេះប្រពន្ធគាត់អង្គុយមើលនេះបាទជាស្ដែងពីកូននេះចៅកូនណាជូនមកបាទស្ដែងគូណាហើយពីមុនអោនអីចុះអត់ពេលមិនតាន់បានធ្វើទេអត់បានអោនកើតទេកើតឥឡូវអោនឲ្យបងប្អូនមើលជឿជាក់ថាគ្រូបានមកព្យាបាលបានអោនបានណាបងប្អូនណាហើយនេះពិតមិនមែនតែលោកគ្រូឲ្យនាំឲ្យសម្ដែងទេនេះថតដើម្បីផ្សព្វផ្សាយបាទហើយមានឯផ្ដាំផ្ញើពូហើយរឿងពិតជួយបកស្រាយទៅបងប្អូនដែលមានជំងឺដូចខ្ញុំសូមជួយមកព្យាបាលជាមួយលោកគ្រូដើម្បីកាត់បន្ថយការឈឺចាប់យើងបានជាវាស្រួលក្នុងការរកស៊ីទទួលទានមានបានហើយទៅណាទៅណីក៏យើងបានស្រួលជាងយើងនៅដេកឈឺហ្នឹងហើយពូអញ្ជើញមកពីខាងណាដែរភ្លេចសួរខ្ញុំមកពីសៀមរាបភូមិអីភូមិស្លាកសែងឃុំអីចឹងភូមិស្វាយបង្គំក្នុងសៀមរាបបងប្អូនណានេះគាត់មកពីចម្ងាយពីសៀមរាបរឿងពិតណានេះគ្រួសាររបស់គាត់យោខ្ញុំដូច7ដងមើលកាមេរ៉ាស្អាតដល់ហើយអរគុណពូណាជូនពរពូសុខភាពល្អបាទហើយបងប្អូនណាជួយ like ជួយ share បន្តទៅបងប្អូនជួយ share ទៅហើយដើម្បីឲ្យអ្នកមានជំងឺដូចលោកពូនេះបានជាសះស្បើយដូចលោកពូអញ្ចឹងពូណាបាទអញ្ចឹងអរគុណច្រើនពូបាទជម្រាបលាបាទជម្រាបលា